រុស្ស៊ីថារហូតមកដល់ពេលនេះអ៊ីរ៉ង់មិនទាន់ស្នើសុំជំនួយយោធានៅឡើយទេទីក្រុងមូស្គូវិមានក្រំឡាំងបញ្ជាក់នៅល្ងាចនេះថារហូតមកដល់ពេលនេះប្រទេសអ៊ីរ៉ង់មិនទាន់បោះដៃទៅទីក្រុងមូស្គូដើម្បីស្នើសុំជំនួយយោធានៅឡើយទេមានន័យថាអ៊ីរ៉ង់អាចនៅស៊ីសងគ្នាបានទោះបីជាខ្លួនត្រូវធ្វើសង្គ្រាមម្នាក់ឯងទល់នឹងអាមេរិកផងនិងអ៊ីស្រាអែលផងក៏ដោយនៅពេលអ្នកសារព័ត៌មានសួរថាតើរុស្ស៊ីមិននិយាយតែមកទៅទេប៉ុន្តែនឹងផ្ដល់ជំនួយឧបត្ថម្ភគាំទ្រផ្នែកយោធាសម្រាប់អ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនដែរឬទេអ្នកនាំពាក្យវិមានក្រំឡាំងលោកពេស្កូសមិនឆ្លើយដោយត្រង់ថាជួយឬមិនជួយទេលោកថាអ៊ីរ៉ង់មិនទាន់បានបោះដៃទៅខាងរុស្ស៊ីនៅឡើយទេចង់មានន័យថាជួនកាលគេមិនចង់ឲ្យយើងជួយតើបានការអីរុស្ស៊ីកំពុងតែជាប់ដៃវីគ្នាជាមួយអ៊ុយក្រែនផងអ្នកនាំពាក្យរូបនេះឆ្លើយបន្តទៀតថាយើងនៅតែប្រកាន់ជំហរដដែលនៅក្នុងបញ្ហាអ៊ីរ៉ង់និងនុយក្លេអ៊ែរអ៊ីរ៉ង់មន្ត្រីរដ្ឋាភិបាលរុស្ស៊ីធ្លាប់បាននិយាយរួចហើយថាសិទ្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដែលរុស្ស៊ីនិងអ៊ីរ៉ង់ចុះហត្ថលេខាជាមួយគ្នាកាលពីខែមករាឆ្នាំ2025នោះមិនមែនមានន័យថាជាការជួយគ្នាផ្នែកយោធានោះទេប៉ុន្តែកាលពីពេលកន្លងមកអ៊ីរ៉ង់ជួយរុស្ស៊ីច្រើនណាស់ដូចជាជួយផ្ដល់ដ្រូនអតិឃាតម៉ាក់សាហ៊ីតដើម្បីយកទៅវាយអ៊ុយក្រែនមានសេចក្តីរាយការណ៍ថារុស្ស៊ីក៏បញ្ជូនមីស៊ីលនិងគ្រាប់រំសេវស្ងាត់ទៅឲ្យអ៊ីរ៉ង់ព្រមទាំងចែករំលែកព័ត៌មានសម្ងាត់ទៀតផងនៅក្នុងពេលសង្គ្រាមកំពុងបន្តបែបនេះភ្នាក់ងារសម្ងាត់របស់ក្រសួងស៊ើបការសម្ងាត់អ៊ីរ៉ង់ឲ្យសញ្ញាទៅ CIA ថារដ្ឋាភិបាលរបស់ខ្លួនបើកទូលាយជានិច្ចសម្រាប់ការចរចាគ្នាបញ្ចប់សង្គ្រាមនេះបើយោងតាមការផ្សាយរបស់ New York Times ការបបួលគ្នាចរចានេះធ្វើឡើងតាមរយៈទីភ្នាក់ងារស៊ើបការសម្ងាត់របស់ប្រទេសដទៃប៉ុន្តែប្រភពម្នាក់នៅក្រសួងស៊ើបការសម្ងាត់របស់អ៊ីរ៉ង់ចេញមកបដិសេធព័ត៌មាននេះនិងចាត់ទុកថាជាការនិយាយភូតកុហកនិងជាសង្គ្រាមចិត្តសាស្ត្រតែប៉ុណ្ណោះបាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺពាក់ព័ន្ធទៅនឹងបញ្ហាសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកដែលរុស្ស៊ីគេបានប្រកាសថាមកទល់ពេលនេះអ៊ីរ៉ង់គឺមិនទាន់បានបោះដៃសុំជំនួយពីរុស្ស៊ីនៅឡើយទេពលគឺអ៊ីរ៉ង់គឺនៅអាចទប់ទល់បានចឹងព័ត៌មានយើងក៏ឈានមកដល់ទីបញ្ចប់ហើយដែរសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនានិងស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនទាំងអស់គ្នាពេញចិត្តការអធិប្បាយព័ត៌មានរបស់ខ្ញុំសូមជួយចុច Subscribe និងចុច Like មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសូមអរគុណសូមជម្រាបលា